ពិភពលោកយើងពោពេញទៅដោយរឿងព្រេងនិទានអំពីអ្នកថែរក្សាធម្មជាតិតាំងពីព្រៃអាម៉ាហ្សូនដ៏ជ្រៅរហូតដល់ជ្រុងដាច់ស្រយាលបំផុតរឿងព្រេងទាំងនេះនិយាយពីអាទិទេពព្រៃឈើនិងវិញ្ញាណសត្វដែលការពារភពផែនដីរបស់យើងម៉ាកូអ្នកស្រាវជ្រាវដ៏ក្លាហានម្នាក់បានលះបង់ខ្លួនដើម្បីស្វែងរកការពិតនៅពីក្រោយរឿងព្រេងបុរាណទាំងនេះការស្រាវជ្រាវរបស់គាត់បានដឹកនាំគាត់ឆ្លងកាត់ទ្វីបជាច្រើនរហូតដល់ទីបំផុតគាត់បានរកឃើញតម្រុយមួយនៅអាស៊ីអាគ្នេយ៍គោលដៅរបស់គាត់គឺប្រាសាទអង្គរវត្តដ៏អស្ចារ្យដែលជាបេតិកភណ្ឌពិភពលោកពោពេញដោយអាថ៌កំបាំងនៅទីនោះគាត់បានដើរតាមជញ្ជាំងប្រាសាទបុរាណរកមើលសញ្ញាណដែលលាក់កំបាំងហើយបន្ទាប់មកគាត់បានរកឃើញគំនូរឆ្លាក់បុរាណមួយដែលបង្ហាញពីអ្នកថែរក្សាធម្មជាតិស្រដៀងនឹងរឿងព្រេងអាម៉ាហ្សូនការរកឃើញនេះបានបញ្ជាក់ថាអ្នកថែរក្សាទាំងនេះមានវត្តមាននៅទូទាំងពិភពលោកឥតភ្ជាប់វប្បធម៌និងជំនឿផ្សេងគ្នារឿងព្រេងនិទានទាំងនេះរំលឹកយើងថាយើងទាំងអស់គ្នាជាផ្នែកមួយនៃធម្មជាតិហើយមានតួនាទីក្នុងការការពារភពផែនដីរបស់យើងចូលយើងបន្តស្វែងយល់និងថែរក្សាពិភពលោកដ៏អស្ចារ្យនេះជាមួយគ្នា